ខ្មែរយើងមានជំងឺរ៉ាំរ៉ៃមួយដែលជាបាល់អត់ជាបងប្អូនគឺរឿងសម្រាមនេះតែម្ដងចាក្នុងវីដេអូនេះមកពេញហ្មងគឺជាសកម្មភាពរឿងសម្រាមសុទ្ធណាហើយបងប្អូនបានឃើញហើយចាទស្សនវិជ្ជាដែលខ្ញុំថតនេះគឺមិនមែននៅក្នុងដប់ក្នុងព្រៃណាទេចាគឺនៅតាមផ្លូវជាតិលេខ6ចាតាមបណ្ដោយផ្លូវជាតិលេខ6តែម្ដងវាជារឿងអាម៉ាស់ដែលខ្ញុំតែងតែបានឮពីភ្ញៀវទេសចរចាគឺគាត់ឆ្ងល់ថាហេតុអីបានស្រុកយើងសម្រាមពីពេញផ្លូវបែបនេះហើយរដ្ឋាភិបាលគាត់មានវិធានការបែបម៉េចក្នុងការចាត់ចែងទៅលើការចោលសម្រាមបែបនេះអញ្ចឹងណាបងហើយថ្ងៃនេះក៏ខ្ញុំសូមអធិស្ឋានចាចេញមកឌីលចំតែម្ដងចាមនុស្សចាស់ខ្លះគឺមានចរិតអន់ជាងក្មេង 5-6 ឆ្នាំដែលទៅរៀនថ្នាក់មត្តេយ្យទៀតបងប្អូនចាពេលខ្លះគឺគាត់ឈប់ម៉ូតូចោលសម្រាមនៅនឹងមុខយើងតែម្ដងចាពេលខ្លះនិយាយអត់ស្ដាប់ទៀតបងប្អូនទៅដូចគោកែកនឹមអញ្ចឹងតែនិយាយទៅគាត់ថាគាត់ត្រូវតែរហូតអញ្ចឹងណាបងប្អូនអញ្ចឹងហើយនៅក្នុងវីដេអូនេះគឺខ្ញុំសូមចេញឌីលចំតែម្ដងចាហើយក៏សូមអំពាវនាវដល់សាធារណជនចាអ្នកខ្លះមិនមែនអត់បានរៀនអត់បានសូត្រទេណាបងប្អូនចាប៉ុន្តែគឺចរិតអញ្ចឹងតែម្ដងចាកែអត់ឡើងណាបងប្អូនចានិយាយអត់ចូលទៅជាផលប៉ះពាល់នៃសម្រាមនេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់បរិស្ថានខូចដីខូចអីយើងដាំដំណាំអត់កើតទេណាបងប្អូនវាធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចដល់ធ្វើឲ្យប៉ះពាល់ទៅដល់ទេសចរអញ្ចឹងពេលខ្លះទេសចរគាត់មកដល់ប្រទេសយើងហើយគាត់ឃើញមានសម្រាមច្រើនអញ្ចឹងគាត់គឺទៅវិញគាត់និយាយប្រាប់មិត្តភ័ក្តិរបស់គាត់តែម្ដងចាកុំនិយាយកុំគិតថាវាទៅហើយមិនមកចាអ្នកខ្លះគឺគិតអញ្ចឹងទេសចរដែលចេញពីស្រុកខ្មែរទៅហើយមិនមកមិនមែនទេណាបងប្អូនចាគេទៅហើយគេពំនាំចាជា memory ល្អហើយនឹងផលប៉ះពាល់អាក្រក់ដែលយើងចោលសម្រាប់ពីវាកាលមើលទៅឃើញសសព្រុះមើលពីលើផ្លូវជាតិលេខ6មកឃើញសសព្រុះចាអានឹងគឺជាផលប៉ះពាល់ណាបងប្អូនចាគេទៅនិយាយប្រាប់បងប្អូនមិត្តភ័ក្តិគេណោះយើងមានប្រជាជនដែលល្អហើយចាយើងមានទីរមណីយដ្ឋានដែលស្អាតហើយចុះហេតុអីគ្រាន់តែរឿងសម្រាមនេះយើងជួយគ្នាមិនបានចាវាមិនមែនជារឿងធ្ងន់ធ្ងរអីទេបងប្អូនចាគ្រាន់តែមានទំនួលខុសត្រូវក្នុងការហូបចុកហើយយើងយកទៅចូលនៅក្នុងធុងដែលមានឡានសម្រាមគេដើរប្រមូលរាល់ថ្ងៃសោះហេតុអីយើងធ្វើមិនបានសកម្មភាពនេះគឺមិនមែនជាសកម្មភាពដែលនឹងកើតឡើងជារៀងរាល់ថ្ងៃទេបងប្អូនតែវាសបញ្ជាក់ឲ្យឃើញថាអ្នកដែលស្រឡាញ់បរិស្ថានចាអ្នកដែលយល់ទៅមកដល់ទីនេះដោយសុទ្ធតែចិត្តហើយសំខាន់ចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនឯងណាធម្មតាយើងដើរភ្ញៀវមកព្រឹក$30-40បងប្អូនប៉ុន្តែយើងចំណាយពេលវេលាមករើសសម្រាមនៅតាមដងផ្លូវដើម្បីឲ្យសាធារណជនបានឃើញហើយយល់ថាសម្រាមនឹងវាប៉ះពាល់យ៉ាងម៉េចចាគាត់ដើររើសតាមវាលស្រែហ្នឹងបងប្អូនគឺគាត់អត់ចង់ឲ្យទេសចរងាកមកឃើញសម្រាមសក្បុកនៅពេញវាលស្រែដែលមានភាពgreen មានភាពបៃតងហ្នឹងគួរតែត្រូវតែបៃតងទាំងអស់អត់មានត្រូវមកសម្រាមអីរត់ប្រសេកប្រសាចពេញទៅស្រែនឹងទេចាហើយសកម្មភាពថ្ងៃហ្នឹងក៏យើងរើសពី Apollo Plaza រហូតដល់បរិយាទេសចរហើយរហូតដល់ស្ពានក្អែកបងប្អូននិយាយទៅបងប្អូនឃើញដូចឃើញនៅក្នុងរូបភាពចឹងគឺមើលភ្ញៀវមើលពីលើឡានក្រុងមកឃើញសម្រាមសក្បុសបើថារត់ទៅវាលស្រែវិញឃើញពេញរត់ពេញវាលស្រែតែម្ដងចាសិតតែសម្រាម